បាទបងប្អូននេះអញ្ចឹងនេះគឺជាលទ្ធផលតេស្ត CNC យកទៅឆ្លាក់ស្នោអញ្ចឹងបងប្អូនមើលទៅមិនដែរបាទបើមើលទៅគឺថាស្អាតហើយសំខាន់បើថា file យើងអត់សូវម៉ត់គឺវាមិនម៉ត់ទៅតាមនឹងព្រោះថាម៉ាស៊ីន CNC វាធ្វើការទៅតាម file ហើយសម្រាប់ទំហំប្រព័ន្ធនេះគឺ2តឹកគុណ2តឹកខ្ញុំតេស្តមើលទៅរយៈពេលដែលយើងធ្វើការឆ្លាក់នេះគឺចូល44នាទីជាងបន្តិចហើយសម្រាប់ការឆ្លាក់បើគិតទៅអត់សូវហុយទេវាគ្រាន់តែរៀងលក្ខណៈបែកបន្តិចហើយបើសិនជាយើងមើលពីលទ្ធផលអាចនិយាយបានថាវាស្អាតចូលអាចថា 90% អីដែលយើងគិតថាស្អាតសម្រាប់បងប្អូនដែលនៅក្នុងវិស័យនេះបងប្អូនគិតថាវាស្អាតដល់ប្រមាណភាគរយប៉ុន្តែបើខ្ញុំវិភាគថាអាចថា 90% ហើយ file 3D អញ្ចឹងសម្រាប់បងប្អូនដែលមានបំណងចង់ធ្វើអញ្ចឹងគឺគួរតែសិក្សាតាក់ទងនឹងការធ្វើ file 3D ហើយបងប្អូនស្វែងយល់មើលទៅថា software ណាដែលយើងរៀនទៅឆាប់ចេះឬក៏មានគ្រូគេបរៀនតាក់ទងនឹងការធ្វើជា 3D file បងប្អូនគួរតែចាយពេលរៀនហើយឬក៏ត្រូវចាយលុយរៀនក៏ចាយទៅព្រោះថាវាជាចំណេះដឹងមួយដែលយើងយកទៅធ្វើអីក៏បានដែរតែវាសំខាន់តាក់ទងនឹងពេលវេលាយើងត្រូវចំណាយនៅក្នុងការធ្វើនៅក្នុងការរៀនដើម្បីយើងចេះជា 3D ទៅយើងអាចធ្វើវាបានត្រឡប់មកវិញម៉ាស៊ីន CNC របស់យើងមិនថាខ្នាតតូចខ្នាតធំទេបងប្អូនយកទៅឆ្លាក់ក៏បានយកទៅកាត់ក៏បានអញ្ចឹងឆ្លាក់ដល់ស្នោទៀតហើយស្នោបើគិតទៅវាផុយជាងគេហេតុអីបានឆ្លាក់មិនកើតអញ្ចឹងគឺថាកើតទាំងអស់ហ្នឹងហើយចំពោះនេះលុយមួយញោមស្ពាន់ក៏វាធ្វើបានដែរម៉ាស៊ីន CNC បាទអញ្ចឹងបើបងប្អូនមានចំណាប់អារម្មណ៍ទាក់ទងទៅនឹងម៉ាស៊ីនឬក៏មានចម្ងល់ផ្សេងមិនថាជាចម្ងល់ទេបងប្អូនអាចសាកសួរបានតាម Telegram ផ្សេងទៀតហើយអរគុណច្រើនបងប្អូនសម្រាប់ការគាំទ្រនេះគឺជាផលិតផលកម្ពុជាយើងហើយបាទ See you next time